ចាបងប្អូនអញ្ចឹងថ្ងៃនេះយើងមកធ្វើសម្លម្ជូរយួនឬក៏សម្លម្ជូរអ្នកជិតខាងយើងណាបងប្អូនចាអញ្ចឹងខ្ញុំមានត្រីប្រហែលដុំហ្នឹងដំបូងមុនខ្ញុំស្លោខ្ញុំលាងត្រីសម្អាតឲ្យស្អាតហើយខ្ញុំយកវាមកប្រឡាក់ជាមួយហ្នឹងម្សៅស៊ុបមាន់បន្តិចសិនណាបងប្អូនចាអញ្ចឹងនៅរកពេលខ្ញុំស្លម្ជូរយួនគឺខ្ញុំត្រូវតែចៀនត្រីសិនណាបងប្អូនកុំឲ្យវាឆ្អាបអញ្ចឹងណាចឹងខ្ញុំប្រឡាក់ត្រីហ្នឹងទុកឲ្យវាចូលជាតិបន្តិចសិនណាបងប្អូនទៅយកទៅចៀនចាចឹងបន្ទាប់ពីយើងប្រឡាក់ត្រីបានមួយសន្ទុះហើយនេះខ្ញុំដាក់ខ្ទះហើយបំពងខ្ទឹមឲ្យក្រហមណាបងប្អូនចាអញ្ចឹងខ្ទឹមបំពងនេះយើងទុកដាក់សម្លនៅពេលដែលសម្លយើងឆ្អិនចុងក្រោយណាបងប្អូនចាយើងបំពងខ្ទឹមរួចហើយយើងដួសខ្ទឹមនឹងចេញសិនណាបងប្អូនចាហើយយើងដាក់ត្រីចៀនវិញម្ដងចំពោះត្រីហ្នឹងគឺខ្ញុំបានចៀនវាឲ្យឆ្អិនខ្លាំងណាបងប្អូនចាឲ្យតែវាបាត់ក្លិនឆ្អាបបន្តិចសិនណាបងប្អូនចាអញ្ចឹងបន្ទាប់មកយើងដាំទឹកសម្លអញ្ចឹងខ្ញុំដាក់ដាំទឹកសម្លក្នុងឆ្នាំងហើយយើងដាក់រំដេងបន្តិចទៅខ្ទឹម2 កំពឹសទៅហើយនឹងគល់ស្លឹកគ្រៃបងប្អូនចាចឹងយើងថែមម្សៅស៊ុបមាន់បន្តិចហើយទឹកត្រី2 ស្លាបព្រាបាយណាបងប្អូនចាប៊ីចេងបន្តិចទៅចាថែមគ្រឿងតាមចំណូលចិត្តចាហើយយើងដាក់អំពិលបញ្ជូរអំពិលចាអំពិលខ្ញុំឲ្យដាក់ច្រើននេះដោយសារថាថ្ងៃនេះទិញបន្លែម្ជូរយួនមកបានសិតតែប៉េងប៉ោះខ្ចីអញ្ចឹងខ្ញុំដាក់អំពិលបន្តិចដើម្បីកុំឲ្យវាជូរខ្លាំងពេកណាបងប្អូនចាអញ្ចឹងបន្ទាប់ពីទឹកសម្លយើងពុះហើយយើងបង់បន្លែចូលសិនមកណាបងប្អូនចាចាអញ្ចឹងយើងដាក់បន្លែយើងចូលមកយើងគ្របទុកឲ្យវាពុះមកសន្ទុះសិនទៅណាបងប្អូនចាអញ្ចឹងបន្ទាប់ពីសម្លយើងពុះហើយគឺយើងដាក់ត្រីចូលណាបងប្អូនចាបើសិនជាបងប្អូនស្លចូលចិត្តដាក់ប្រហុកបងប្អូនដាក់ប្រហុកណាចាបងប្អូនខ្លះអត់ចូលចិត្តប្រហុកគឺអាចដាក់ទឹកត្រីជំនួសបានអញ្ចឹងណាហើយបន្ទាប់ពីស្លយើងពុះដាក់ត្រីចូលហើយខ្ញុំដាក់ពងមាន់ចូលមកគ្រាប់ណាបងប្អូនចាស្លម្ជូរយួនខ្ញុំអត់ដែរអត់ពងមាន់ទេអញ្ចឹងយើងដាក់ស្លដាក់ពងមាន់ចូលមកគ្រាប់ហើយយើងវាយវាទៅបន្ទាប់ស្លយើងគឺឆ្អិនរួចរាល់បងប្អូនយើងដាក់ជីហើយនឹងខ្ទឹមបំពងឬជាការស្រេចអរគុណ